ម៉ោងនេះខ្ញុំជាមួយសេនាងបន្តព័ត៌មានចាប់ពីម៉ោងនេះទៅហើយព័ត៌មានរបស់ខ្ញុំប្រិមិត្តបានដឹងហើយថាដោយសារតែស្ថានភាពស្ថានភាពព្រំដែនប្រទេសរបស់យើងត្រូវបានឈ្លានពានពីប្រទេសជិតខាងហើយខ្ញុំជាអតិភិបតែងតែនាំយកនៅព័ត៌មានពិតច្បាស់ដែលកើតឡើងនៅឯទីតាំងផ្ទាល់ដែលកន្លែងណាដែលខ្ញុំក្រុមការងារខ្ញុំអាចទៅដល់អាចយកបានដោយភ័ស្តុតាងជាក់ច្បាស់ខ្ញុំនឹងជម្រាបជូនដើម្បីឲ្យបានជ្រាបជាព័ត៌មានដែលបងប្អូនខ្លះលោកយាយលោកតាខ្លះគាត់មិនមានចេះមើល Facebook ចេះអីគេគាត់ថាបានទទួលទោសនឹងឯងឬក៏ពេលខ្លះក៏គាត់ស្ដាប់វិទ្យុទៅចា៎បាទហើយបងប្អូនអ្នកជំនាញខាងមើលតាមបណ្ដាញសង្គមអានឹងលោកអ្នកបានដឹងហើយគឺនឹងទទួលបានព័ត៌មានច្រើនហើយព័ត៌មានច្រើនខ្លះក៏ជាព័ត៌មានមិនពិតដែរបាទអញ្ចឹងទេក្នុងនាមខ្ញុំដែលជាស្ថានីយ៍ដែលផ្សាយចេញទៅមានអង្គតែនអីធំទៅមានការិយាល័យធ្វើការអីធំទៅមានបុគ្គលិកអីគ្រប់ខេត្តក្រុងអ្នកយកព័ត៌មានដែលមានក្រមសីលធម៌យើងត្រូវតែនិយាយឲ្យច្បាស់ចា៎ឥឡូវនេះខ្ញុំគ្រាន់តែរៀបរាប់ខាងដើមប៉ុណ្ណឹងបន្តិចប៉ុន្តែបងប្អូនប្រកាសជាចង់ដឹងថាព្រឹកនេះមិនទេចា៎បាទគ្រាន់តែចូលបើកក្បាល live ភ្លាមប្រិមត្តចាប់ផ្ដើមចូលមកច្រើនចាប់ផ្ដើមឡើង view ឡើងមកតែម្ដងបាទចា៎អញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងដឹងអំពីព័ត៌មាននៅព្រឹកនេះសិនបាទព័ត៌មានយើងយកអាថ្មីសិនបងប្អូនណាចា៎យើងហូបអាថ្មីសិនចាំអាចាស់ដែលជំនុំដែលស្ងោទុកពីយប់មិញពីម្សិលមិញអីចាំទៅតាមក្រោយឥឡូវខ្ញុំនិយាយម៉ោងនេះសិនមើលគិតម៉ោងនេះម៉ោង 8-6 នាទីបាទម៉ោង 8-6 នាទីឥឡូវខ្ញុំទាញចេញពីខេត្តព្រះវិហារមកមុនចា៎បងប្អូនព្រោះម្សិលមិញខ្ញុំទាញចេញពីខេត្តពោធិ៍សាត់ចា៎មិនធម្មតាដែលចាប់ដើមផ្ទុះឥឡូវខ្ញុំទាញចេញពីខេត្តព្រះវិហារមកមុនបាទដើម្បីឲ្យបងប្អូនតាមដានតាមកលៈបាទអញ្ចឹងសម្រាប់ព្រឹកនេះនៅខាងតំបន់ខេត្តព្រះវិហារតំបន់ខេត្តព្រះវិហារដែលជាចំណុចតាមភ្នំដងរែកលោកអ្នកបានជាអ្វីគឺចំណុចដែលផ្ទុះដំបូងមុនគេបំផុតនៅមុំ3នោះឯងមិនចាំទេចាបាទដែលដំបូងដែលដើមចំដែលផ្ទុះដំបូងដែលធ្វើឲ្យទាហានយើងស្លាប់ម្នាក់ហ្នឹងគឺចំណុចមុំ3បានន័យថាផ្ដើមពីថ្ងៃរាប់ពីថ្ងៃ28កក្កដាបាទមុំ3 21ឧសភាអធិស្ឋានឧសភាហ្នឹងហើយអញ្ចឹងសម្រាប់ម៉ោងហ្នឹងខ្ញុំកំពុងនិយាយហ្នឹងគឺនៅមុំ3ព្រឹកនេះអត់ទាន់មានសម្លេងផ្ទុះទេបាទព្រោះខាងខ្ញុំត្រូវការទៀងផ្ទាត់អញ្ចឹងព្រោះនៅខាងទាហានយើងមិនអាចតាក់ទងបានទេម៉ោងនេះព្រោះគាត់ត្រូវការប្រយ័ត្នប្រយែងណាចា៎ប្រព័ន្ធសេវាទូរស័ព្ទហ្នឹងចា៎តែក្រុមការងារយើងគឺត្រូវក្តាប់នៅមុំ3គឺម៉ោងហ្នឹងគឺនៅស្ងប់ស្ងាត់ហើយបន្ទាប់ពីមុំ3មកបងប្អូនគឺតាមលំដាប់ដោយគឺនៅមកដល់អានសេះបាទអានសេះព្រឹកនេះក៏វាហាក់បីដូចជានៅស្ងប់ស្ងាត់ទេតែខ្ញុំនិយាយសម្រាប់ម៉ោងនឹងមកបងប្អូនគេលើថាតិចទៀតទៅផ្ទុះហើយអីខ្ញុំកុំnóiថាទីថាអត់អីប៉ុន្តែសម្រាប់ឥឡូវផ្ទុះអាហ្នឹងធម្មតានៅតាមព្រំដែនបងប្អូនជួនកាលពេលខ្លះម៉ោងហ្នឹងវាកំពុងតែស្ងាត់ស្ងៀមនេះប៉ុន្តែស្រាប់តែប្រកួយមកវាទៅកើតឡើងប៉ុន្តែចឹងហើយបានខ្ញុំនិយាយអាប់ដេតតាមម៉ោងចានិយាយរួមទៅវិវត្តរហូតពីមួយវគ្គទៅមួយវគ្គអានសេះក៏អត់តាន់អីដែរបន្ទាប់ពីអានសេះមកគឺនៅចំណុចអូផ្កាស្នេហ៍ហើយនឹងជាប់តែបាទក៏អត់អីដែរនៅស្ងប់ស្ងាត់តបមកភ្នំខ្មោចអត់អីដែរប៉ុន្តែមកតាថាវ
ចំណុចតថាគឺទិសខាងកើតប្រាសាទព្រះវិហារព្រឹកមិញគឺថៃបានផ្លោងមកតាំងពីម៉ោង 6 បាទម៉ោង 6 គឺចាប់ផ្ដើមហើយបន្ទាប់ពីនឹងមកជើងភ្នំប្រាសាទព្រះវិហារនៅម្ដុំណែមុំ 3A នៅម្ដុំណែសបុកឃ្មុំម្ដុំណែភ្នំត្រប់đây đó cứ thầy bàn lòng tăng từ mong 6 bà chẳng nêu khăn prasad Pravihia khai Pravihia cứ trong tụi bàn để công càng trong để tụi bán đã tu đôi cả plong bị chồng ngái rồi bót thì hiến xiêm bàn cả lớn máu của mùi bực và tay bị giúp cứ nấu muôi chẳng mà ai lấy thli một đó khét ở đó miền Tây bà khét ở đó miền Tây cho ông rằng ngắm người sốc ẩn lục với cứ ập ấy thế nơi sập ở đấy và hỡi một đo prasad nè tầm mòn ta cả bay ô smite nhưng mà cái trong ta đang mòn mà cái trong ta nắng dường dây tầm mòn sập mòn ô smite ấy prasad khna prasad khna tại cái bay mỏ đôn tầm mòn chụp cái kỳ bà bực mình tăng từ mong pram chiến cứ mùi vậy bà thay plau như vậyนี่คือthay plau mùi thế vấn đề rồi hốt một đôi mong của mùi chiến chập đầm thần bà chập đầm thần một đôi mong trong của phun tên dây nữa cứ chùm chọp này bà nếu tầm món ta cái bay nếu chùm nội mà chung nè nếu nếu không tự đấy khai được đo mình chạy về mình hai mất đại số một trong thằng này thì cho prasad này ta cả bay dương mày tới thì bằng vốn chùm nội ní nhóm sông này dây đòi xa tới cả bánh rụp hiếp một to cái này và rụp hiếp prasad này ví rụp hiếp prasad ta cả bay biệt thiệp kia prasad ta cả bay nếu mong ní pin ní mà đây ta phải khó trung trị đào mày bà khó trung trị đào mày bạn này ta ca bịประยุทธ์គ្នា5ថ្ងៃកន្លងមកហ្នឹងគឺប្រាសាទនេះនៅទំរង់ដើមទាំងអស់ដើមចា៎ប៉ុន្តែឥឡូវនេះបាត់បង់ទ្រង់ទ្រាយដើមបាទបាត់បង់ទ្រង់ទ្រាយដើមបងប្អូនដោយសារតែទាហានសៀមឆ្លៀនពៀននេះគឺគេព្យាយាមបំផ្លាញបាទព្យាយាមបំផ្លាញបានន័យថាទោះបីគេអត់បានកាន់កាប់ប៉ុន្តែធ្វើម៉េចបំផ្លាញចោលចាបាទលោកអ្នកបានឃើញនេះយកមិនបានត្រូវតែកំទេចចោលត្រូវបំផ្លាញចោលចានេះអានេះបើយើងមើលពីចរិតរបស់ពួកឆ្លៀនពៀនបាទចរិតគឺបំផ្លាញហ្មងហ្នឹងហើយគឺចូលអត់ចុះបាទពួកម្សិលមិញតាមកងទ័ពរបស់យើងដែលកំពុងតែតស៊ូយ៉ាងស្វិតស្វាញក្រាញ់នានាគឺទប់កុំឲ្យសត្រូវឡើងមកបានគឺព្រោះនៅមុខហ្នឹងបើតាមទូលព័ត៌មាននោះថាឡើងមកថ្មៅជើងហើយទាំងរត់កោះផងបាទហើយបើតាមកងទ័ពយើងនិយាយក្រៅផ្លូវការទេថាដូចជារត់ក្រោះនៅមុខហ្នឹងរបស់ថៃឆេះច្រើនគ្រឿងដែរចាមួយវិញទៀតប្រិមិត្តគាត់មានចម្ងល់គាត់សួរដែរគាត់ចង់បញ្ជាក់ដូចជាភ្នំទ្របផ្ទះក្រហមនិងតំបន់មួយចំនួនគឺថាយើងកាន់កាប់បានទាំងអស់ទាំងស្រុងដែរឬក៏យ៉ាងណានៅក្នុងម៉ោងនេះអានឹងនៅព្រះវិហារវិញបងប្អូនជួបត្រឡប់ទៅក្រោយខ្ញុំពូយកមកដល់មានជ័យហើយត្រឡប់ទៅក្រោយចាប់ដល់មានជ័យមួយសិនចាបាទអញ្ចឹងនេះគឺនៅប្រាសាទតាកបីហ្នឹងគឺចង់និយាយថាវាទ្រង់ទ្រាយដើមហ្នឹងគឺបាត់បង់ហើយប៉ុន្តែយើងក្នុងនាមអ្នកព័ត៌មានម៉ោងនេះពេលនេះយើងមិនអាចចូលទៅដល់ទេបងប្អូនបាទយើងបានតែរូបភាពពីកងកម្លាំងយើងខ្លះដែលគាត់ឃើញហើយគាត់ចេះតែថតឲ្យបាញ់តគ្នាចឹងមកយើងបានតាមចឹងប៉ុន្តែឲ្យសួរថាតើអ្នកព័ត៌មានយើងទៅដល់ទេអត់អាចទេចាបាទមិនអាចទេម៉ោងកំពុងតែប្រយុទ្ធគ្នាលោកអ្នកមើលសន្តាននេះគឺដាក់មកគឺចំយកប្រាសាទនិយាយរួមនៅកន្លែងប្រាសាទតាកបីហ្នឹងគឺយន្តហោះរបស់សៀមហ្នឹងគឺគេជ្រុំនៅក្នុងចោលហ្មងចាបើភាគច្រើនគឺប្រភេទយន្តហោះជ្រុំនៅទីនោះបានតែកំតិចចាកំតិច
ពីមុនយើងចេះតែជាប់មកថា S16 ប៉ុន្តែឥឡូវនេះបើតាមដែលយើងដែលសង្កេតនៅកន្លែងនោះទាំងអ្នកព័ត៌មានរបស់យើងថាប្រភេទយន្តហោះ Gripen ចារបស់ស៊ុយអែតអូបាទរបស់ស៊ុយអែតហ្នឹងហើយចាអញ្ចឹងនេះចង់ជម្រាបជូនអញ្ចឹងមកដល់ម៉ោងហ្នឹងឥឡូវកំពុងតែបន្តផ្លោងមកដាក់នៅតំបន់ប្រាសាទតាមាន់តាកបីថ្មដូននិងអូស្មាច់ចំណែកឯអូស្មាច់យប់មិញក្នុងចន្លោះម៉ោង5ជាងមកដល់ម៉ោង6យន្តហោះរបស់សៀមបានទម្លាក់គ្រាប់បែកនៅកាស៊ីណូអូស្មាច់នឹងតែម្ដងបាទហ្នឹងហើយកាស៊ីណូអូស្មាច់ដែលធ្វើឲ្យនៅកាស៊ីណូអូស្មាច់របស់លោកអញ្ញានៅលឹមហេងចាបានឆេះទាំងយប់មិញហ្នឹងគឺដោយយន្តហោះចម្បាំងប្រភេទបើតាមយប់យើងពិបាកនឹង S16 ឬក៏ Gripen នេះក៏ប៉ុន្តែអ្នកដែលគេស្ដាប់សូរអ្នកដែលជំនាញគេថាទេដូចជាសម្លេងហ្នឹងគឺមិនមែនប្រភេទ S16 Gripen ហ្នឹងទៀតដែរចាបោះស៊ុយអែតហ្នឹងទៀតដែរអញ្ចឹងតាមសន្និដ្ឋានមើលថៃបានចាប់ផ្ដើមប្រើយន្តហោះ Gripen ហ្នឹងហើយអញ្ចឹងបាទចាប់ផ្ដើមប្រើចាពីព្រោះល្ងាចមិញហ្នឹងឃើញខាងសារព័ត៌មានថៃប្រាប់ថាបានបញ្ជូនចេញ Gripen ហ្នឹងមកហើយដែរបាទចាអញ្ចឹងយប់មិញហ្នឹងគឺទម្លាក់គ្រាប់បែកនៅអូស្មាច់នឹងផងហើយទម្លាក់មកដល់ប្រាសាទតាមាន់តាកបីមកជួរនឹងរហូតបាទហ្នឹងពេលយប់រហូតដល់ម៉ោង8ក្រៅពីទម្លាក់គ្រាប់បែកហើយបន្តផ្លោងមួយរហូតដល់ម៉ោង10ដល់មួយយប់ហ្នឹងហើយប៉ុន្តែកាលពីម្សិលមិញក៏នៅល្ងាចម៉ោងប្រហែលជា4ជាងក៏កងទ័ពកម្ពុជារបស់យើងផ្នែកខាងគ្រប់គ្រងកំភ្លើងគ្រប់គ្រងក៏បានដាក់ទៅមួយឈុតដែរចា៎បាទដាក់ទៅមួយឈុតដែរបាទដូចជា2ឈុត2-3ឈុតបាទហ្នឹងហើយនេះខ្ញុំឲ្យចប់មកនៅឧត្តរមានជ័យបាទហើយយើងបន្តដំណើរទៅទៀតនេះខ្ញុំនិយាយនេះគឺតាមដំណាក់ដែលតាមជួរភ្នំដងរែកបងប្អូនបាទដើម្បីកុំឲ្យបងប្អូនពិបាកយល់អត់ដឹងតំបន់ណាឮតែឈ្មោះប៉ុន្តែនឹងខេត្តណាបងប្អូនទទួលស្គាល់អ្នកដែលស្គាល់ខ្ញុំទទួលស្គាល់ថាបងប្អូនស្គាល់ទៅចោះប៉ុន្តែបងប្អូនអ្នកតាមដានខ្លះគាត់អត់ស្គាល់តំបន់ទេបាទចប់ពីនៅឧត្តរមានជ័យហ្នឹងខ្ញុំចូលទៅដល់ទឹកដីខេត្តបន្ទាយមានជ័យចូលទៅទឹកដីខេត្តបន្ទាយមានជ័យគឺនៅដល់មុនគេគឺច្រកបឹងតគួនច្រកបឹងតគួនយប់មិញព្រឹកនេះឥឡូវនិយាយព្រឹកនេះសិនព្រឹកនេះបើតាមខ្ញុំទទួលព័ត៌មានពីក្រុមការងារគឺថៃនៅកំពុងតែបន្តផ្លោងយ៉ាងញាប់មកដល់ម៉ោងហ្នឹងប៉ុន្តែប្រភេទកំភ្លើងផ្លោងចា៎បាទនៅច្រកបឹងតគួនបាទផ្លោងតាំងពីម៉ោង5ម្លេះហើយម៉ោងនេះកំពុងតែញាប់ហើយបងប្អូនប្រជាពលរដ្ឋរបស់យើងនៅតំបន់នោះចាក់ចែងអស់ហើយព្រោះទីតាំងនៅកន្លែងនៅច្រកបឹងតគួនហ្នឹងបើបងប្អូនធ្លាប់ទៅដល់ដឹងផ្ទះបងប្អូនប្រជាពលរដ្ឋគេហៅថាជីវភាពយើងមើលទៅផ្ទះចាជីវភាពគ្រាន់បើធូធារបស់បាទធូធាមានផ្ទះធំស្អាតមាននៅកាស៊ីណូមានមានពនាគារមានអីអាគារពាណិជ្ជកម្មច្រើនចាបាទច្រកតូចល្មមមែនប៉ុន្តែច្រកហ្នឹងក៏សំខាន់ល្អបាទអញ្ចឹងឥឡូវសម្រាប់ព្រឹកនេះកំភ្លើងផ្លោងរបស់សៀមកំពុងតែផ្លោងយ៉ាងរន្ធើនហើយយើងក៏កំពុងតែតបតដែរហ្នឹងសម្រាប់ព្រឹកហ្នឹងពោះកាលពីយប់ផ្លោងមួយចាហើយអាគាររបស់គយនឹងរដ្ឋកោនៅកន្លែងច្រកហ្នឹងគឺវាបាញ់កំទេចបាទដោយបាញ់ដោយប្រភេទអាវុធនៅលើរថក្រោះនិងអាវុធនៅលើអាស្គុតបាទបាញ់កំទេចនៅអាគារនៅច្រកហ្នឹងគយហ្នឹងចាហើយអត់ទេនេះកំណាក់នេះនៅនោះឯនៅខាងធម្មតាយកឲ្យចេញនៅរូបហ្នឹងហើយមកដល់ជោគជ័យព្រៃច័ន្ទដែលចប់ពីច្រកបឹងតគួនទៅ
មកជោគជ័យចាព្រៃច័ន្ទនៅខាងកើតជោគជ័យម៉ោងនេះបើតាមក្រុមការងារយើងដែលកំពុងតែទទួលព័ត៌មានពីកន្លែងព្រៃច័ន្ទគឺកំពុងតែផ្លោងមួយចាបាទក្របផ្លោងពីថៃមកមួយដែរហ្នឹងហើយមួយដែរនៅជោគជ័យព្រៃច័ន្ទហ្នឹងហើយបាទអញ្ចឹងមកជួរហ្នឹងគឺនៅកំពុងតែបន្តផ្ទុះហើយបងប្អូននៅខាងប៉ោយប៉ែតទីប្រជុំជនហ្នឹងបើតាមព័ត៌មានដែលក្រុមការងារយើងទទួលគឺថាដូចជាចេញអស់ជាង 80% ទៅហើយចានៅទីប្រជុំជនហ្នឹងចាបាទស្ងាត់បាទអត់ដូចមុនទេគឺស្ងាត់ហើយសាលារៀនអីហ្នឹងយើងដឹងស្រាប់ហើយបិទទ្វារអស់ហើយបាទបិទអស់ហើយចាបាទអញ្ចឹងមកដល់ប៉ោយប៉ែតដែរបងប្អូនណាហើយធ្លាក់មកដល់ខាងបាត់ដំបងយើងច្រកបាត់ដំបងហ្នឹងគឺអីគេនៅកន្លែងស្រុកកំរៀងនៅខាងច្រកបាត់ដំបងចូលដល់មុនគេយកស្អីដែលនៅស្រុកកំណើតរបស់អៀងសេរីនោះនៅសំឡូភ្លឺហ្នឹងហើយបន្ទាប់ពីហ្នឹងទៅបានចូលដល់នៅសពៅលូនបាទសពៅលូនបាទអញ្ចឹងសពៅលូនម្សិលមិញពេលល្ងាចបើតាមព័ត៌មានដូចជាថៃបានផ្លោងចូលមកក្រមហ្នឹងហើយនៅសពៅលូនចាតិចតួចបៃលិនដូចជាអត់អីទេបៃលិននៅស្ងប់ស្ងៀមទេចាហើយថ្មដាព្រឹកនេះខ្ញុំទទួលព័ត៌មានពីខាងក្រុមការងារយើងមកព្រឹកនេះនៅថ្មដាអត់ទាន់ផ្ទុះទេបាទនៅស្ងប់ប៉ុន្តែកាលពីយប់ផ្ទុះបានន័យថាផ្លោងពីថៃមកផ្លោងជ្រុំរហូតហើយទាំងដ្រូនផងដ្រូនក៏បែកផងចាបាទម៉ោង6គឺដ្រូនក៏បែករបស់ថៃហ្នឹងគេទម្លាក់ចំអាគារនៅថ្មដាហ្នឹងតែម្ដងដែលធ្វើឲ្យអាគារមួយចំនួននៅក្នុងនោះមានការខូចខាតបាទខូចខាតហើយកាស៊ីណូរបស់លោកអញ្ញាធិភាពហ្នឹងគឺត្រូវបានគ្របផ្លោងមិនមែនគ្របផ្លោងបើតាមក្រុមជំនាញដែលគាត់ទៅពិនិត្យមើលជាក់ស្ដែងគឺវីមិញនេះរូបខ្ញុំឲ្យមិញនេះនៅថ្មដាមិញនេះដែលយើងបានរូបភាពដែលគ្របបាញ់ត្រូវអីយ៉ាងម៉េចយ៉ាងហ្នឹងគឺរូបភាពនេះកាស៊ីណូនៅថ្មដាហ្នឹងគ្របដែលចំហ្នឹងគឺជាប្រភេទគ្រាប់បែកដ្រូនទេចា៎បាទគ្រាប់បែកដ្រូនមិនមែនជាប្រភេទគ្រាប់ផ្លោងទេបាទមិនមែនគ្រាប់ផ្លោងទេអញ្ចឹងត្រូវតំបន់មកជួរហ្នឹងដោយសារតែនៅថ្មដាបងប្អូនប្រជាពលរដ្ឋនៅតំបន់ថ្មដាហ្នឹងមិនសូវជាមានផ្ទះណែនតែនតាប់ទេចា៎បាទនៅតិចតួចដល់ហើយបាទអញ្ចឹងហើយបានជាវាមិនសូវប៉ះពាល់សម្រាប់គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរបស់យើងហើយប្រជាពលរដ្ឋនៅមួយចំនួនហ្នឹងគឺយើងខាងអាជ្ញាធរឲ្យគាត់ចាក់ចេញបាទឲ្យគាត់ចាក់ចេញចា៎ហើយដោយសារតែថៃផ្លោងបន្តបន្ទាប់សម្ដៅឲ្យយើងនៅវេលាម៉ោងប្រហែលជាង7 8ជាចូល9ហើយខាងភាគីកម្ពុជារបស់យើងក៏បានឆ្លើយតបទៅដូចជាពីកញ្ឆេងដែរយប់មិញបាទយប់មិញក៏ស្ងាត់ទៅចា៎បាទអាហ្នឹងវាមិនមានតែឯងអីអានេះវាដាក់ទៅដែរបាទអញ្ចឹងនៅថ្មដាសម្រាប់ព្រឹកនេះមិនទាន់មានសម្លេងផ្ទុះនៅឡើយទេប៉ុន្តែយប់មិញគឺរហូតដល់ម៉ោង10បាន10ចា៎បាទមួយព្រឹកនេះមានការចែកចាយលើបណ្ដាញសង្គមថាភាគីថៃបាញ់ចេញពីផ្លូវទឹកមកដែរចាកន្លែងហ្នឹងចំណុចហ្នឹងយ៉ាងណាចាសូមឲ្យលោករដ្ឋាភិបាលបកស្រាយប្រាប់ប្រិមិត្តកុំឲ្យគាត់មានការចែករំលែកយល់ចា៎ដោយសារព្រឹកមិញមានការភ្ញាក់ផ្អើលព័ត៌មាននៅក្នុងបណ្ដាញសង្គមថាជើងទឹកផ្ទុះហើយចាបាទនៅជើងទឹកផ្ទុះហើយអញ្ចឹងខ្ញុំទន្ទឹមនឹងឃើញក្នុង Facebook ហើយគេសួរមកចឹងទៀតខ្ញុំព្យាយាមតាក់ទងទៅក្រុមការងារយើងប្រចាំខេត្តកោះកុងភ្លាមឲ្យតាក់ទងព័ត៌មានទាំងអស់ហ្នឹងតើវាមានចឹងអត់ហើយជាក់ស្ដែងយើងនៅទីនោះមានឮសំឡេងអត់ហើយបានឃើញអីដែលប្រែប្រួលវិវត្តអត់នៅទីនោះអ
chẳng rừng tôi nấu chương tức nấu khang có cống cứ ọt miền thì vấn đề vì vậy lúc nè bàn đăng khác còn mình đăng nấu chập bị khai có cống bù sát là hốt khi mà đó bắt tờ bóng bay lên mà chua nó cứ khang xiêm cái pra thể hiện chương tực vay lừa cổ mà chua nè bạn này ta thể hiện chương tức mình men vay ta không tức gì có cái mà vay lừa cổ này chân mà chua nó cứ cục con nói thể hiện chương tức kế để lâu và chua máu bánh phong mà lừa dương tọp đâu bù sạch này đó chân bạn này ta con tọp chương tức đầu bo xiêm kia nó cứ cái cục con mà đồng bón bờ khai bây giờ bị khai chọp một giới rồi mình khai cỏ cống khai bù sát khai bạch đầm bón hốt đó một bài lần bà cứ cái bà con tọp trường tực hơi tha đều ai tha thay bánh trường tực hơi ai cũng trẻ lấy cái sai thay của tranh sai đây mà đấy ai trẻ ban đây tha ở cái bánh cặp lương thống nứng tránh phí nhiều vía nâng đồng tức tới giờ nào mới trường cục nâng khẳng khét phù sạch cả ví dụ mình nhận chẳng khi ai bánh cặp lương thống một cái tranh phí cặp pal bao kia nâng cái lãnh tờ nào mỗi nâng ai sẽ mất hết tầm lẹ mó tức đây khét phù sạch rồi dương nó cứ nâng khẳng mọ đà nâng ấy chúng vậy cứ đôi tên nâng lô thi lực lan chẳng bà tam cả giải thay suốt bàn và trẻ hỏi là nghịch mình nắng cứ người viết con tập trường tự là bỏ thay thì bạn bạc ra tập bạch cá chuối com trô tập trường cụ chắc đây lột thì nhỉ chắc bánh chanh vì nhiều viên là lơ tật ní đầm bay support com trô tập bạch cá là lơ cục con tập là lơ cục này chẳng rừng tu để trường tự nó cứ kịp là vượt control nó cứ một bánh mà control trường cụ chẳng nghe cái ra người viết ATMS bánh control chẳng để bóng vốn mới khơi nó không bật đáy sự cung để quạt xài nó cứ quạt gì ọt trâu ọt trong cụ đáo bóng vốn ai cho lòng đó bà ai cho lòng chẳng không chọn bà liệt anh nâng tịch đôi khi mà sao mình chẳng bóng vốn khơi nó không bật đáy sự cung thay plong một chê xa ai môi bà xa em không có oi công càng ngày mới bình định với chuyện đấy bỏ mô tên là đây ở chỗ ba là vì xạ xua tới tháp xa em che mến tay mình che đôi cọp bay plong thế mình cọp plong thế cứ che đôi sát tu xế dài lượng chắc man cứ giờ cho tại chừng rai ít xa em mua che tu xế dài lượng che trong ngày nắng nữa này cho kia cái bung ta khả nào nữa mình sao mấy nắng cứ áo cho mình tên bom ôn bây mật để quạt ra mà anh sừng cũng có cất hạt thay bán plau mà đã trong xa em có mình đứng tha việc túc xe sải phường nâng ngay bóng vốn đi trong riệp rộp tam lùm đập lùm đôi nó người đầm bây ở bóng vốn rùa tam đàn bà để bật ca sầm nạp thực ní ở bóng vốn đăng thập tu nước cái lành tana class sầm nạp thực nâng bà ở bóng vốn đăng bật năng bà hơi nửa còn đầu miên bò miên chỉ cho tiếp trăm tam lùm đập nói tam vẹn này mùi rồi chỉ miên khang thả tao mau đi pin đi miên bật tê na class đây là tôi tranh dịch lấy thành cá tai giật hạ ban thạch được nom của pu là lưu bị phục lục na class đây có để cặp bông té chùm rối nhau ca bồi dưỡng thế đấy thom thoi từ mình bà chân đôi sạp bên lìa bà chân vẹn thì mùi ní xong bì sầm lạm tay sân chăm chụp này bà tó vẹn thì pì